សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើ cover banner ដាក់នៅក្នុង YouTube បងប្អូនឥឡូវនេះដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅធ្វើតែម្ដងយើងចូលទៅ Google ដើម្បី down ពាក្យbanner សិនណាបងប្អូននិយាយទៅគំរូ banner បងប្អូនអស់ទៅក្រោមមកបងប្អូនវាយពី cover banner YouTubeរួចហើយបងប្អូនជ្រើសរើស banner ដែលបងប្អូនចង់បានបងប្អូនចុចលើវាតែខ្ញុំសូមជ្រើសរើសយករូបបែបនេះរួចហើយបងប្អូនចុចលើវារៀងយូរបន្តិចតមកយកពាក្យ more ចុច more មកបងប្អូន save to photo មកបងប្អូនចុចលើវាមករួចហើយយើងបិទកម្មវិធី Google ហ្នឹងយើងចូលទៅធ្វើ banner តែម្ដងបងប្អូនតែមុននឹងបងប្អូនចូលទៅធ្វើបងប្អូនទៅ down កម្មវិធី InShot សិនណាបងប្អូន down កម្មវិធីហ្នឹងមកបងប្អូនចូល App Store ហើយវាឈ្មោះហ្នឹងមកហើយបងប្អូន down មកបន្ទាប់មកយើងចូលទៅធ្វើតែម្ដងបងប្អូនចូលកម្មវិធីវាមករួចហើយយើងយកពាក្យ photo យកពាក្យ new តបមក banner ដែលយើង down មិញបងប្អូនគំរូដែល banner យើង down មិញហ្នឹងយើង select លើវាមករួចហើយបងប្អូនចុចពាក្យ tip ខាងក្រោមនេះបងប្អូននេះ TIP នេះ tip ចុចពាក្យ tip ហ្នឹងមករួចហើយបងប្អូនទៅរើសយករូបថតដែលបងប្អូនចង់ដាក់ជា cover ប៉ុន្តែនេះខ្ញុំមាន cover ស្រាប់ដោយសារខ្ញុំឲ្យ AI ធ្វើឲ្យបងប្អូនបើបងប្អូនអត់ទាន់មានទេបងប្អូនយក photo ខ្លួនឯងមកហើយវាអក្សរពាក្យឈ្មោះ channel របស់យើងមកយើងសេរីវាឲ្យបិណ្ឌជាមួយនឹងខ្មៅខាងក្នុងហ្នឹងបងប្អូនសេរីឲ្យវាបិណ្ឌមករួចហើយយើងចុចសញ្ញាគ្រីសខាងក្រោមនេះយើងចុចសញ្ញាគ្រីសមកបងប្អូនចុចសញ្ញាគ្រីសមករួចហើយយើងទៅដូរ profile បងប្អូនចូលពាក្យ canvas មកចូលពាក្យខាងក្រោមហ្នឹងនេះខ្ញុំអានអត់ត្រូវឯងសូមបងប្អូនកុំប្រកាន់អីតោះមកបងប្អូនយកពាក្យ background ហើយជ្រើសរើសពណ៌ដែលបងប្អូនចង់បានខ្ញុំសូមជ្រើសរើសពណ៌សហើយបងប្អូនទាញរូបខ្មៅហ្នឹងបងប្អូនទាញចុចលើវាហើយទាញចុះមកក្រោមបាត់មកបងប្អូនរួចហើយយើង save មកយើង save ហើយរូបរបស់យើងហ្នឹងគឺចូលទៅក្នុង photo យើងហើយពេលលោតពាណិជ្ជកម្មអញ្ចឹងបងប្អូនបិទកម្មវិធីមកព្រោះយើង down បានហើយវាលោតចូលទៅក្នុង photo របស់យើងរួចរាល់ហើយបងប្អូនបិទមកហើយនោះ banner ដែលយើងបាន edit មិញបានធ្វើមិញនេះឥឡូវនេះយើងចូលទៅដាក់ cover YouTube របស់យើងដោយសារ YouTube ខ្ញុំនេះខ្ញុំដាក់ cover ហើយអញ្ចឹងខ្ញុំចង់ upload ឲ្យបងប្អូនមើលម្ដងទៀតបងប្អូនចូលពាក្យ edit channel រួចហើយបងប្អូនចុចកន្លែងកាមេរ៉ានេះរួចបងប្អូនយកពាក្យ choose from your photo រួចហើយយើងជ្រើសរើសយក banner ដែលយើងបានកែ cover ដែលយើងបានកែរួចបងអត់សេរីឲ្យវាចំកណ្ដាលមកឥឡូវនេះយើងបាន complete ហើយ successful ហើយអញ្ចឹងហើយវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ដែរបងប្អូនបើសិនបងប្អូនចង់បានចំណេះដឹងថ្មីសូមកុំភ្លេចជួយ subscribe ម្នាក់មួយផងណាបងប្អូនបាយជម្រាបលា